ម៉ាពេលនេះក៏ថត់ឲ្យនឹងបងឈឺហើយគ្មានដំណឹងអីបន្តិចសោះមិនដឹងថាពួកគេផុតពីកម្លាំងវាងឈីឬមកក៏អត់ទេនេះមានអារម្មណ៍ឆ្លោះកញ្ចក់ទៀតឆ្លោះធ្វើអីទេអាយ៉ាព្រះនាងថាតែមើលមនុស្សប្រុសទាំងពីរឯងមានរឿងអីទៅຕົកប្រទេសចុះឲ្យខ្ញុំទៅប្រទេសយ៉ាងម៉េចទៅមិនអាចដឹងថាពួកគេអត់អីឬអត់នោះនិយាយតែមើលហើយបើសិនជាមានដំណឹងអ្វីនោះគេប្រកាសជាផ្សព្វផ្សាយមកហើយបើគ្មានដំណឹងមានន័យថាជាដំណឹងល្អដូចជាមានហេតុផលដែរហើយគូតែបន្តម្ចាស់បងល្ងងខ្ញុំស្អប់គាត់ព្រះនាងថាតែមើលវាងឈីគេប្រាស់ល្បិចកលស្អីទេដឹងតែបានជាព្រះអង្គខ្លាចគេយ៉ាងនេះនិយាយដល់បេះដូងរបស់ខ្ញុំហើយថាតែមើលម្ចាស់បងមិនមែនងងខ្លាចដល់ម្លឹងនោះទេប្រែហើយតែពួកយើងគួរតែបញ្ជាក់យ៉ាងម៉េចព្រះនាងខ្ញុំម្ចាស់មានវិធីមួយប្រហែលជាអាចស៊ើបដឹងពីការពិនក្រាបថ្វាយបង្គំព្រះអង្គគូសមអីព្រះអង្គសូមទ្រង់ចេញព្រះរាជសារតាមចាប់ស៊ីជឺហើនិងអ៊ូស៊ីងថងទូទាំងនគរទៅមិនបាច់ធ្វើអញ្ចឹងទេពួកគេគ្រាន់តែជាកូនក្មេងគ្មានគ្រោះថ្នាក់អីទេយល់ល្អដោះលែងពួកគេតែម្ដងទៅព្រះអង្គដឹកនាំនគរពឹងលើច្បាប់បើមិនចាប់គេកាត់ទោសទុកឲ្យរស់នៅក្រៅសំណាញ់ច្បាប់មនុស្សក្រៅមេឃដែលណាព្រមស្ដាប់យើងទៅម្យ៉ាងទៀតបើអាចទៅសាយពីនោះរដ្ឋបាត់វាអាចជាកម្លាំងសេសសល់សម្រាប់គ្រួសារស៊ីនឹងអូអ្នកណាហ៊ានធានាថាថ្ងៃក្រោយពេលពួកវាដឹងក្តីមិនធ្វើអ្វីខូចប្រយោជន៍មហាមេយើងដូច្នេះជីស្មៅទៅជីទាំងឬអ្វីដែលលោកបារម្ភមិនមែនពួកគេធ្វើឲ្យខូចប្រយោជន៍របស់មហាមេទេគឺខូចប្រយោជន៍លោកខ្លួនឯងព្រះអង្គចង់ថាយ៉ាងម៉េចក៏បានដែរទូបង្គំគ្រាន់តែទូលសូមព្រះអង្គចេញរាជបញ្ជាបើអស់បន្លាយយូរពេកគ្មានប្រយោជន៍សម្រាប់ប្រឈួនព្រះមហាក្សត្រយានីនោះទេប្រឈួនមហាក្សត្រយានីតើពេលណាទើបអាចជាសះស្បើយឲ្យតែព្រះអង្គចេញរាជបញ្ជាតាមចាក់ខ្លួនត្រកូលស៊ីនឹងអូប្រឈួនព្រះមហាក្សត្រយានីលែងជាបញ្ហាហើយល្អណាស់សង្ឃឹមថាលោកគោរពសម្ដីធានាសុវត្ថិភាពជូនដល់មេដារបស់យើងអរព្រះគុណថ្វាយបង្គំលាម្ចាស់បងអ្នកទៅពីចុងមកតាំងពីពេលណាខ្ញុំម្ចាស់ចូលមកយូរហើយក្រាបថ្វាយបង្គំព្រះអង្គស្ដាប់យូរហើយស្អីក៏ដឹងដែរពួកឯងនៅភ្នែកចេញក្រៅចុះណាថ្លៃផ្សេងអ្នកទៅពីដឹងក៏ល្អដែរយើងអត់ធ្មត់យូរណាស់មកហើយព្រះអង្គ
បច្ចុប្បន្នរបស់ព្រះមហាក្សត្រយ៉ាងនេះជាល្បិចរបស់វ៉ាងឈីត្រូវហើយគេប្រាំមុនអាគមមកសណ្ដំមហាក្សត្រយ៉ាងនេះដូច្នេះគេនិយាយថាម៉េចយើងមិនមានប្រឆាំងនោះទេអញ្ចឹងបានជាម្ចាស់បងខ្លាចតែជាស្ដេចលើកើបែបនេះតាមពិតទៅវ៉ាងឈីជាអ្នកបង្កឡើងយកព្រះមេដាមកគំរាមម្ចាស់បងគួរឲ្យស្អប់ណាស់ព្រះមហាក្សត្រយ៉ាងនេះបើត្រូវមុនអាគមគឺពិតជាពិបាកហើយមិនក៏ម្ចាស់បងល្ងងយ៉ាងហ្នឹងរឿងធំបែបនេះរ៉ាប់រងតែម្នាក់ឯងអាចប្រាប់ខ្ញុំម្ចាស់បានតាយើងរកមកជួបបាយទាំងអស់គ្នាទៅបងជាហាក់ដែលសារតែម្ចាស់បងទៅធ្វើឲ្យគ្រួសាររបស់គាត់ស្លាប់ដោយអយុត្តិធម៌ស្មានតែយើងចង់ធ្វើអញ្ចឹងណាទៅពេលនេះមហាក្សត្រយ៉ាងនេះគឺនៅក្នុងដែររបស់គេតែអ្វីដែលសំខាន់ជាងមហាក្សត្រយ៉ាងនេះនោះហើយជប់សិនហើយធ្លាប់ឃើញមនុស្សពីរនាក់នេះទេណាអត់ទេលោកអញ្ចឹងតើបើគេស្ទាក់ផ្លូវហើយគួយជាប់ជាប់ហ៎ដូចដល់ជាប់ជាប់ជាប់ទៅជប់សិនទៅរត់ជប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 ់មិនស្មានថាតាមផ្លូវសុទ្ធតែឆ្កែបំរើរបស់វ៉ាងឈីដោយសារចម្ងាយតែ2ថ្ងៃទៀតទេយើងឲ្យទៅដល់ថៃហ្វុងហើយអ្នកតែពីអាត្មាគិតថានៅតាមផ្លូវមានទាហានឡោមព័ទ្ធច្រើនណាស់យើងធ្វើអ្វីគេងាយនឹងដឹងយើងគួរតែធ្វើអ្វីដែលស្ងាត់បន្តិចចង់ដើរទៅហើយដើរទៅអើយបាត់ហើយម្ចាស់បងជ្រាបហើយបើមេដានៅតែប្រើថ្នាំអាសារបស់វ៉ាងឈីមេដានៅតែមិនអាចស្រាក់ស្រាមគេនៅតែយកបញ្ឈួនមេដាមកគំរាមឃើញទេប្រសិទ្ធភាពរបស់មេដាគឺអាចទ្រាំយូរបានប៉ុណ្ណាត្រូវរំជួបបានភ្លាមទៅអាបត្រីផ្នែកទូទៅទៅវាបើសួរដេញដោលជាចំពោះប្រភពព្រះអង្គសួរពីបញ្ហាចាត់ចែងការងារក្នុងព្រះដំណាក់លោកអបរាជរឿងមួយគេដឹងថាលោកអបរាជដាក់បញ្ជីខ្លែងខ្លាយលោកអបរាជណាអញ្ចឹងចាប់ខ្ញុំទៅដាក់គ្រឿងគេមានអ្វីគួរសួរអ្វីមិនគួរសួរត្រូវឲ្យចាំទុកឲ្យច្បាស់មិនបាច់ទេវាគ្រាន់តែនិយាយលើបបោមាត់ប៉ុណ្ណោះក្នុងសវនាការបើសិនជាគ្មានសម្លេងអ្វីផ្សេងសកម្មភាពយើងទាំងអស់ស្ថិតក្រោមក្រសែភ្នែករបស់គេដូច្នេះទុកឲ្យចាប់ស្រុកស្រែចជ័យចចាយទុកថាជួយសម្រួលបរិយាកាសលោកអបរាជឆ្លៀសវៃខ្លាំងណាស់ត្រូវរកបានដំណឹងស៊ីជឿហៅហើយនៅខ្ញុំរកឃើញនៅក្នុងបញ្ជីមន្ត្រីអត្រានុកូលដ្ឋានស៊ីជឿហៅនៅមានឪពុកធំម្នាក់នៅឯខេត្តផងខ្ញុំគិតថាវារត់ទៅជ្រកកោនឪពុកធំរបស់វាជាមិនខានទេម្នាក់នេះប្រវត្តិយ៉ាងម៉េចគេឈ្មោះលូកុងជឺធ្លាប់ធ្វើជាមន្ត្រីផ្នែកពិធីការគឺជាបងប្រុសម្ដាយទីតីជាមួយនឹងលោកស្រីស៊ីហើយដកខ្លួនពីរាជការច្រើនឆ្នាំហើយអញ្ចឹងបានជាយើងគឺត្រូវប្រកាសស្វែងរកចាប់ខ្លួនស៊ីជឿហៅទូទាំងរាជធានីហើយផ្ដល់រង្វាន់បែបណានោះនៅតែគ្មានដំណឹងអីសោះវាគឺទៅផ្ទះឪពុកធំរបស់វាដើម្បីទទួលស៊ីជឿហៅឲ្យនៅទោះជាដឹងថាប្រឆាំងនឹងប្រេកបញ្ជាកកដល់ចុះណាមានហេតុផលវាជាគុណវាយ៉ាងម៉េចមានជំនឿចិត្តបណ្ណាថាមិនបរាជ័យលោកអបរាជគេជាអ្នកសិក្សាមិនចេះជាគុណទេលើកនេះណាខ្ញុំមិនធ្វើឲ្យលោកអបរាជអស់សង្ឃឹមទេខ្ញុំនឹងចាប់ស៊ីជឿហៅមកទៅរស់សង្ឃឹមចឹងចុះឥឡូវចេះឯងទៅមន្ទីរខាងក្រោយយកថ្នាំប៉ាវយានមួយគ្រាប់លេបទៅពេលវាចាប់បាច់ឲ្យបន្ថែមកម្លាំងដល់ឯងដូច្នេះលើកនេះឯងមិនបរាជ័យទៀតទេលោកអបរាជទុកចិត្តចុះបេតាឯងដឹងថាយើងជឿអ្នកណាទេហ៊ានពាំងផ្លូវយើងផងហ៎តែចេះមនុស្សខ្លាំងមិនចូលចិត្តហៅអ្នកក្រៅដូច្នេះលោកអបរាជបានផ្ដែប្រាំជាពិសេសអ្នកគ្មានកិច្ចការលូតត្រាតែមនុស្សខ្លាំងងក់ក្បាលបើមិនអញ្ចឹងមិនឲ្យចូលទេយើងទទួលបញ្ជាពីលោកអបរាជមកយកថ្នាំថយចេញ
អ្នកខ្លាំងមានកំណត់បែបណា នេះជាឆ្នាំឲ្យលោកម្ចាស់ហ្វាងឆ្នាំប៉ាឈៀននេះគឺវាមិនងាយយកបាននោះទេលេបវាហើយកម្លាំងធានការស្វេដងអាចជួយលោកម្ចាស់វាងសម្រាប់កិច្ចការយ៉ាហើយអូយខ្ញុំចកចែងមានមនុស្សទៅទេខ្ញុំចកចែងហេគ្មានមនុស្សទេហេមិនក៏គ្មានមនុស្សសោះចាក៏ខ្ញុំចកចែងសួស្ដីអត់ទៅតែធ្លាប់ឃើញមនុស្សម្នាក់កំពុះប្រហែលនេះក្បាលតងឲ្យមកធំប៉ុណ្ណេះទេគឺអត់ទេអរគុណអញ្ចឹងចូលមើលអ្នកនាងចូលមើល ហើយលក់យ៉ាងម៉េចហ្នឹង លក់ថោកទេចូលមើលទៅអ្វីដែលជួយចិន ថាកែសូមសុបិនកិច្ចតែធ្លាប់ជួបមនុស្សម្នាក់កំពុះប៉ុណ្ណេះឲ្យមកធំដែរទេ មិនធ្លាប់ជួបទេអរគុណបងប្រុសនិយាយត្រូវខ្ញុំមិនគួរនាំឯងមកវត្តសៃលីងទេជាតើឯងនៅកន្លែងណាអូបាសក់ទាំងពីរធ្វើដំណើរតាមផ្លូវនេះរហូតដល់ភាគខាងកើតនិងទៅដល់ថៃហ្វុងហើយយើងបែកគ្នាត្រឹមនេះចុះអូលោកសងមកទៅជាមួយពួកខ្ញុំក៏ដល់ទៀតពួកយើងនៅជាមួយគ្នាច្រើនថ្ងៃទៅហើយនេះគឺជានិស្ស័យតែថ្ងៃនេះពួកយើងត្រូវបែកគ្នាទៅវិញចុះអូបាសក់នៅតែចង់សងសឹកមែនទេហ្នឹងពិតហើយគំនុំគ្រួសារត្រូវតែសងសឹកឲ្យទាល់តែបានល្អណាស់សម្មាសម្ពុទ្ធឧបាសកត្រូវប្រយ័ត្នខ្លួនផងវាសិនហើយលោកសង្ឃសៀវភៅថ្នាំទ្រឹស្ដីជំងឺមើលអស់ហើយនៅតែគ្មានវិធីព្យាបាលព្រះមេត្តាហើយក៏អបសុកណាស់ដែរច្រើនថ្ងៃហើយគ្មានអ្នកណាកំដរយើងចូលចរិតទេជឿហានស៊ីងថងពួកឯងណៃណាដាច់ខាតកុំឲ្យមានរឿងយើងមិនគប្បីនឹងពួកឯងដើម្បីមេត្តាបណ្ដោយឲ្យវាងឈីតាមសម្រាប់ពួកឯងដោយមិនខ្វល់ខ្ញុំមិនសមធ្វើជារបស់ឯងទេអភ័យទោសខ្ញុំផងសង្ឃឹមថាពួកឯងអាចគេចផុតពីការតាមសម្រាប់របស់វាងឈីចេញទៅឲ្យឆ្ងាយឈប់ត្រឡប់មកវិញទៀតហាសិងថងទីបំផុតយើងបានដល់ហើយមើលហើយបងហើទៅដល់ថៃហ្វុងហើយសិងថងបន្តិចទៀតទៅដល់ផ្ទះអ៊ំប្រុសពួកយើងហូបឲ្យបានឆ្ងាញ់មួយពេលដេកលក់បានស្រួលណាទៅដល់ផ្ទះអ៊ំប្រុសបងខ្ញុំត្រូវដេក3ថ្ងៃ3យប់ហូបបាយឲ្យឆ្អែតខ្ញុំភ្លានចុះឈ្មោះទៅហើយនេះតោះចូលទៅតោះចូលមានចែកជូនរាល់ថ្ងៃណាអរគុណហើយបានពួកគេសុទ្ធតែមកពីតំបន់មាត់សមុទ្រនៅទីនោះវឹកវរមិនឈប់ពួកគេភៀសខ្លួនមកពីខាងជើងដល់មានដំណឹងក្មួយប្រុសខ្ញុំទេហើយអរគុណច្រើនហើយអរគុណហើយអរគុណណាស់ណាគេណាគេឈ្មោះមន្ត្រីលោកគឺខ្ញុំនឹងហើយអត់ទូលោកគឺជំរា
រៀបលោកម្ចាស់ក្នុងភូមិគ្រឹះលូមិនឃើញសមោរបស់ស៊ីជឺហៅទេលោកកងជឺបាទបើសិនជាបានឃើញអ្នកទូតរាជការត្រូវបញ្ជូនដំណឹងទៅសាលាស្រុកភ្លាមរឿងនេះលោកគួរតែដឹងច្បាស់ហើយតាមមែនទេអូលោកទុកចិត្តចុះខ្ញុំប្រកាសជាធ្វើតាមហើយស៊ីថងយើងមកដល់ហើយជាផ្ទះអំប្រុសរបស់ខ្ញុំណាអេបងហៅខ្ញុំអាចហូបនំប៉ៅ2សិនបានទេខ្ញុំក្លៀនខ្លាំងណាស់ណាឯដាច់ដាបមែនហូបនំប៉័ងធ្វើស្អីទៅមិនដល់ផ្ទះអំប្រុសខ្វះស្អីតោះចូលទៅអើយអត់ទេបងហៅខ្ញុំក្លៀនចិត្តឈួតទៅហើយនេះខ្ញុំទ្រាំលែងសង្បានហើយខ្ញុំលែងខ្វល់ជាមួយនឹងឯងហើយឯងទៅហូបទៅខ្ញុំចូលក្នុងយ៉ាងម៉េចហ្នឹងយ៉ាងម៉េចកុំជិះច្រើនក្រាប់ចុះអើនេះគូចុះតាមសម្រួលណាលោកម្ចាស់អូយបងហៅមានការហ្វាក់ចំពោះយើងពេលនេះគួរតែទៅផ្ទះអ៊ំបងទៀតទេនឹងអត់ទេខ្ញុំបារម្ភថាអ៊ំប្រុសត្រូវវាងឈីអូយបងហៅពេលនេះពួកយើងគួរធ្វើមិនទៅយើងទៅណាទៀតទៅស៊ីថងស្ដាប់ខ្ញុំសិនយើងទៅរកកន្លែងពូនសិនទៅតោះឆាប់ជួយទៅចាំផ្លិតយកនំប៉ៅសិនអើយជ្រុកក៏ថតហើយឆាប់មកអធិការរកកពីធំមកវិញបានហើយ我有唐宋诗篇。